រឿងព្រះពុទ្ធច័ន្ទមាធិរាជនិងបារមីព្រះម៉ែធរណីយប់ថ្ងៃពេញបូរមីខែពិសាខព្រះសមណគោតមបានយាងមកគង់ប្រថាប់ក្រោមដើមពោធិ៍ព្រឹក្សាទ្រង់បានតាំងអធិដ្ឋានចិត្តយ៉ាងមុតមាំថាទោះសាច់នឹងឈាមត្រូវរៀងស្ងួតក៏ទ្រង់មិនក្រោកចេញពីទីនេះឡើយលុះត្រាតែបានត្រាស់ដឹងឮនៃសេចក្តីបរិសុទ្ធនិងមេត្តាធម៌បានភាយចេញពីរាងកាយព្រះអង្គភ្លឺចែងចាំងពេញព្រៃព្រឹក្សាសពសត្វទាំងឡាយទទួលបាននូវសេចក្តីសុខស្ងប់រងាប់អំពីចរន្តមេត្តាធម៌នេះប៉ុន្តែនៅឯឋានមាឯណោះវិញកម្លាំងនៃពន្លឺនេះបានធ្វើឲ្យកក្រើកដល់រាជបល្ល័ង្ករបស់ក្រុងមារាធិរាជកាលបើដឹងថាព្រះពោធិសត្វចិត្តបានត្រាស់ដឹងក៏កើតក្តីក្រោធយ៉ាងខ្លាំងមាធិរាជបានប្រមូលកងទ័ពបិសាចរាប់សែនកោដប្រដាប់ដោយអាវុធគ្រប់ប្រភេទវាបានឡើងជិះដំរីគ្រីមេខ្លាដ៏មហិមាដឹកនាំទ័ពបិសាចតម្រង់មកកាន់ដើមពោធិ៍ព្រឹក្សាផ្ទៃមេឃដែលធ្លាប់តែភ្លឺស្រឡះស្រាប់តែប្រែជាខ្មៃងងឹតស្លុបកងទ័ពមាបានមកឡោមព័ទ្ធព្រះពោធិសត្វស្រែកគំហកគំរាមកំហែងយ៉ាងកងរំពើងក្រុងមាបានចង្អុលមុខព្រះអង្គហើយគំហកបញ្ជាឲ្យទ្រង់ក្រោកចេញពីរតនបល្ល័ង្កប៉ុន្តែព្រះពោធិសត្វនៅតែគង់ស្ងៀមមិនតក់ស្លុតមិនញាប់ញ័រឡើយក្រុងមាខឹងសម្បាយ៉ាងខ្លាំងក៏បញ្ជាឲ្យកងទ័ពវាយប្រហារពួកមាបានបាញ់ព្រួនចោលលំពាងនិងទម្លាក់ភ្នំភ្លើងសម្ដៅមកលើព្រះអង្គមាធិរាជបានទាញធ្នូបាញ់ព្រួញភ្លើងដ៏កាចសាហាវបំផុតសម្ដៅព្រះហឫទ័យព្រះអង្គហើយឧបវត្តហេតុបានកើតឡើងរាល់សាស្ត្រាវុធនិងព្រួញភ្លើងទាំងនោះបានคล้ายទៅជាកម្រងផ្កាឈូកទិព្វធ្លាក់មកបូជាព្រះអង្គទៅវិញពួកកងទ័ពមាឃើញដូច្នោះក៏កើតក្តីស្ញប់ស្ញែងនិងភ័យខ្លាចជាខ្លាំងទោះជាយ៉ាងណាមានៅតែមិនព្រមចោះចាញ់វាបានប្រើល្បិចទាមទារសាក្សីបិសាចរាប់សែនកោដបានស្រែកព្រមគ្នាថាពួកវាជាសាក្សីរបស់មាព្រះអង្គនៅតែរក្សាភាពស្ងប់ស្ងៀមហើយមានព្រះបន្ទូលតបទៅមាវិញព្រះអង្គក៏បានទម្លាក់ព្រះហស្តដำចង់ឲ្យចុះទៅលើផែនដីដើម្បីយកមហាប្រតិពីជាសាក្សីភ្លាមនោះផែនដីក៏ចាប់ផ្ដើមញញើររញ្ជាន់ក៏ក្រើកញញើរយ៉ាងខ្លាំងក្លាកងទ័ពមាចាប់ផ្ដើមបាត់បង់លំនឹងនិងភ័យតក់ស្លុតជាខ្លាំងតាព្រះនាងគង្ហៀងព្រះធរណីដែលជាទេពធីតារក្សាផែនដីបានផូតឡានយ៉ាងស្កឹមស្កៃព្រះម៉ែធរណីបានបង្ហាញទួនមមែងជាសាក្សីចំពោះបុណ្យបារមីរបស់ព្រះពោធិសត្វក្រុងមានៅតែអួតអាងមិនព្រមជឿនៅអ្វីដែលព្រះម៉ែធរណីបានពោលព្រះម៉ែធរណីមិនតបតនាងបានយកដៃទាំងសងខាងចាប់ចោតសក់កេសាដ៏លែងអន្លាយរបស់នាងភ្លាមនោះទឹកដាក់សិណៅទឹកដែលព្រះអង្គបានជ្រោះទឹកផ្សាយមេត្តាគ្រប់ជាតិក៏ហូរចេញពីសក់ព្រះម៉ែធរណីនោះមានបរិមាណច្រាមហាសាលคล้ายតែជាមហាសាគរដ៏ធំសម្បើមបោកបក់យ៉ាងខ្លាំងក្លាមហាទឹកចំនួននៃបុណ្យបារមីបានហូរចាក់កំទេចកងទ័ពមាឲ្យខ្ចាត់ខ្ចាយអាវុធលំពាងនិងដំរីសោះទាំងឡាយត្រូវទឹកគួចយកតែបាត់អស់គ្មានសល់ទោះបីតែមាធិរាជដែលធ្លាប់តែអួតអាងក៏ត្រូវចាញ់បារមីទឹកចិត្តមេត្តារបស់ព្រះអង្គដែរចំនួនបោកបក់តែកងទ័ពមាតែមិនអាចប៉ះពាល់ដល់រតនបល្ល័ង្ករបស់ព្រះពោធិសត្វសូម្បីមួយដំណក់កាលបើកងទ័ពមាត្រូវវិនាសអស់ព្រះម៉ែធរណីក៏ថ្វាយបង្គំព្រះអង្គរួចសាបសូន្យបាត់ទៅវិញក្នុងផែនដីស្រឡះល្អផ្ទៃព្រៃព្រឹក្សាប្រែជាស្ងប់ស្ងាត់និងស្រស់បំព្រងឡើងវិញពីផ្ដួលមារួចរាល់ព្រះអង្គក៏បន្តចម្រើនភាវនារហូតបានសម្រេចនៅញាណទាំង3លុះដល់ពេលព្រឹកប្រហាមទ្រង់ក៏បានត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធផុតរលត់នៅទុក្ខទាំងពួងទេវតានិងព្រំទាំងឡាយបាននាំគ្នាស្រោចផ្កាទិព្វនិងប្រគំភ្លេងសាធុការអបអរសាទរជ័យជំនះនេះបង្រៀនយើងថាសេចក្តីល្អមេត្តាធម៌និងការអត់ធ្មត់តែងតែឈ្នះអំពើអាក្រក់ជានិច្ច